បងប្អូនដែលឆ្លាញ់ប្រភេទម៉ូតូកម្លាំងធំណាកម្លាំងជុំ 500cc អាចមើលប្រភេទ Honda Rebel នេះបានអានេះគឺកម្លាំង 500cc ប្រភេទម៉ូតូជប៉ុនហើយស្រមម៉ូដែលមួយនេះគឺស្អាតខ្លាំងមែនតើបងប្អូនអាចមើលម៉ាស៊ីននេះបានម៉ាស៊ីនរបស់វាគឺហាប់ល្អបងប្អូនបាទម៉ាស៊ីនរបស់វាគឺហាប់ល្អខ្លាំងមែនតើម៉ាស៊ីនរបស់វាបងប្អូនហាប់ពេញណែនល្អតែម្ដងអញ្ចឹងបងប្អូនដែលឆ្លាញ់កម្លាំង 500cc អាចមើលប្រភេទ Rebel នេះបានប្រភេទ Rebel នេះគឺជាប្រភេទម៉ូតូបុកបលបងប្អូនបាទគឺជាប្រភេទម៉ូតូបុកបលដែលជិះទៅវាអត់ធ្វើឲ្យយើងចុកខ្នងចុកចង្កេះទោះបីជាយើងជិះផ្លូវចិត្តឬក៏យើងជិះផ្លូវឆ្ងាយក៏ដោយបងប្អូនបាទគឺអត់មានបញ្ហាទាំងអស់គឺជាមកស្រួលខ្លួនតែម្ដងហើយកម្លាំងវាធំទៀតអញ្ចឹងសម្រាប់បងប្អូនបាទតើដូចជាការជិះលឿនជិះយឺតគឺអូខេបាទក៏ជាបញ្ហាទេគឺមកអែមជូនបងប្អូនតែម្ដងបងប្អូនដែលស្រឡាញ់ម៉ូតូបែប classic ម៉ូតូបែបទាន់សម័យម៉ូតូដែលកំពុងតែពេញនិយមណាបងប្អូនអាចមើលជា Honda Rebel នេះបានខ្ញុំតែងតែ recommend ជូនបងប្អូនតែម្ដងថានិយាយទៅសឹងថាអត់មានបញ្ហាសោះតែម្ដងបងប្អូនជិះបងប្អូនបាទហើយសំខាន់គឺបងប្អូនថែទាំទៅលើការប្រើប្រាស់ជាក់ស្ដែងបងប្អូនដែលចង់បានប្រភេទម៉ូតូមួយនេះបងប្អូនអាចមកដល់ហាងមកអាចសាកសួរព័ត៌មានទាក់ទងទៅនឹងការថែទាំទាក់ទងទៅនឹងការប្រើប្រាស់អាចសាកសួរពួកខ្ញុំបានគឺពួកយើងមានបច្ចេកទេសក្នុងការណែនាំជូនបងប្អូនតែម្ដងរបៀបក្នុងការប្រើប្រាស់ជាមួយនឹង Honda Rebel ប៉ុន្តែដូចខ្ញុំបញ្ជាក់ឲ្យបងប្អូនបាទប្រភេទ model មួយនេះគឺអត់សង្កេតថាអត់ដែលមានបញ្ហាទេតាំងពីភ្ញៀវដែលគាត់ទិញទៅគឺអត់ដែលមានបញ្ហាទេហើយខ្ញុំក៏បញ្ជាក់ទៀតដែរថាម៉ូតូនេះគឺអត់តមានប៉ះទឹកឆ្នាំសុកខ្មែរបងប្អូនបាទគឺយកមកគឺសំណុំសិនតែម្ដងហើយឆ្នាំនេះក៏ខ្ពស់ដែរបងប្អូនបាទឆ្នាំនេះគឺ017គឺឆ្នាំនេះគឺខ្ពស់ល្អខ្លាំងមែនតើបងប្អូនជាទូទៅប្រភេទម៉ូតូជប៉ុនណាបងប្អូនអ្នកខ្លះគាត់ជិះត្រឹមតែ03 04ទេហើយតែខ្ពស់បំផុត010តែនេះប្រភេទម៉ូតូជប៉ុនដូចគ្នាតែឆ្នាំវារហូតដល់ឆ្នាំ2017ហើយទៅតង់មួយកម្លាំងមកវាអែមកម្លាំងវា 500cc បងប្អូនបាទគឺគាត់ថាវាល្អខ្លាំងមែនតើអញ្ចឹងបងប្អូនចង់ជិះផ្លូវឆ្ងាយអត់ជាបញ្ហាទេជិះគឺស្រួលតែម្ដងបងប្អូនបាទខ្ញុំហ៊ាននិយាយអញ្ចឹងបងប្អូនបាទអត់មានពិបាកចុកដៃមូគៀប្រឹងមូបងប្អូនបាទសារតែកម្លាំងវាធំស្រាប់អញ្ចឹងមូដោយសេរីមូដោយមកស្រួលខ្លួនបងប្អូនបាទអញ្ចឹងខ្ញុំ recommend តែម្ដងប្រភេទ Honda Rebel កម្លាំង 500cc នេះបាទបងប្អូនអាចមកមើលជាក់ស្ដែងដល់ហាងលក់ម៉ូតូ PP Rider បានខេអត់បងប្អូនអាចមើលជាក់ស្ដែងបានខ្ញុំកំពុងតែអង្គុយលើប្រភេទ Honda Rebel កម្លាំង500ណាពេលដែលយើងអង្គុយមកដៃរបស់យើងដាក់មកគឺវាថ្នឹកហ្មងហើយខ្លួនរបស់យើងអត់មានបាក់អោនឬក៏ពើគឺបងប្អូនបាទគឺមកស្រួលបាទខ្លួនយើងគឺស្រួលហ្មងបាទយើងស្រួលបត់បានខ្លាំងតែម្ដងប្រភេទ Honda Rebel កម្លាំង500នេះគឺស្រួលហើយកង់នេះកង់ធំទេបងប្អូនបាទមើលទៅវាស៊ីវិល័យបងប្អូនបាទទាន់សម័យហ្មងអញ្ចឹងស្រាប់បងប្អូនដែលចង់បានប្រភេទម៉ូតូដែលពេញនិយមទាន់សម័យស៊ីវិល័យណាអាចមើលជាប្រភេទ Honda Rebel នេះបាទគឺស្អាតណាស់បាទចាំបងប្អូនខ្ញុំនិយាយសន្ទុះឲ្យបងប្អូនស្ដាប់បន្តិចប៉ុន្តែមកនិយាយសន្ទុះគឺខ្ញុំចង់បញ្ជាក់បន្តិចបាននិយាយពីកម្រិតនៃការស៊ីសាំងរបស់វាបងប្អូនបាទ100គីឡូស៊ីត្រឹមតែ3លីត្របងប្អូនបាទស្រាប់តែបងប្អូនជិះផ្លូវលាតបាទគឺស្រួលតែម្ដងគឺអែមតែម្ដងគឺសន្សំសំចៃល្អតែម្ដងបងប្អូនមកប្រភេទ Honda Rebel នេះបាទគឺស្អាតខ្លាំងមែនតើតែបើយើងតុបតែងខ្លួនឲ្យវាកាន់តែលយទៀតណាឲ្យស៊ីមួយម៉ូតូឲ្យស៊ីជាមួយនឹងបរិយាកាសទៀតបងប្អូនបាទគឺស័ក្តិសមបំផុតគឺអែមខ្ញុំហេលមេដៃឲ្យអែមតែម្ដងបងប្អូនតែឥឡូវមកថាពេលវេលាយូរយើងយកសន្ទុះមួយជាមួយនឹងប្រភេទ Honda Rebel តើវាសុះអត់វាស្ទុះអត់ដោយអ្វីដែលខ្ញុំនិយាយដូចខ្ញុំបកស្រាយអត់បាទអូសំឡេងវាបងប្អូនបាទអែមហ្មងសំឡេងវាអូណៃបងប្អូនបាទសំឡេងវាណៃបាទលើវាណៃល្អឥឡូវយើងយកសន្ទុះមួយបងប្អូនបាទអូ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 យកស្ទុះរបស់គេមែនបងប្អូនបាទប្រភេទ Honda Rebel 500នេះស្ទុះខ្លាំងបងប្អូនចំណេញក៏ព្រោះទៀតស្ទុះក៏ស្ទុះទៀតបងប្អូនបាទអញ្ចឹងកុំភ្លេចជួបគ្នានៅហាងលក់ម៉ូតូ PP Rider បងប្អូនបាទអូមួយទៀតបងប្អូនចង់ស្នើបងមលុះក៏បានដែរបងប្អូនកុំភ្ជាប់តាក់ស៊ីនប័ណ្ណមួយសៀវភៅគ្រួសារមួយគឺបងប្អូនអាចដាក់ស្នើបងរំលោះសិទ្ធិ 100% ជាមួយនឹងហាងលក់ម៉ូតូ PP Rider បានដែរកុំភ្លេចជួបគ្នានៅហាងលក់ម៉ូតូ PP Rider អរគុណចា៎បាយបាយការលេង stop របស់ Honda Rebel គឺវាឡយមែនតើបងប្អូនវាមើលទៅសាមញ្ញតែទាន់សម័យមើលទៅវាអត់តលន់បងប្អូនបាទដូចយើងញ៉ាំអីវាអត់តលន់ទេមើលទៅវាស្អាតមិនថាសញ្ញោក្រោយសញ្ញោមុខបាទស្តុបក្រោយស្តុបមុខបាទជាគៀងបងប្អូនបាទគឺរៀបចំមកគឺសាមញ្ញតែម្ដងនិយាយទៅគឺស័ក្តិសមសម្រាប់បងប្អូនដែលស្រឡាញ់ប្រភេទម៉ូតូ classic បាទបែបចាស់ទុំបែបបបលបាទបងប្អូនអាចមើលជាប្រភេទ Honda Rebel នេះបានបាទគឺស្អាតខ្លាំង
ហើយបច្ចុប្បន្ននេះគឺ Honda Rebel គឺមានក្នុង stock ស្រាប់បងប្អូនបាទគឺបាទគឺយើងមិនមែនតែមួយគ្រឿងបងប្អូនយើងមានរហូតដល់30គ្រឿងក្នុងពេលបច្ចុប្បន្នបងប្អូនអាចមកសាកមកតេស្តមកមើលជាក់ស្ដែងដល់ហាងបានបាទគឺយើងបើកចាប់ពីម៉ោង8ដល់ម៉ោង9យប់បងប្អូនអាចមក check បានអរគុណច្រើនបាយបាយ